អាការនយោបាយបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោកសិរីវរ៉ាបានបញ្ជាក់ថានាពេលខាងមុខកម្ពុជានិងថៃនឹងរំកិលព្រំដែនលេខ58និង59នៅព្រំដែនកម្ពុជាថៃក្នុងស្រុកកំរៀកខេត្តបាត់ដំបងទៅកាន់ទីតាំងដើមពិតប្រាកដវិញក្រោយរកឃើញថាបង្កទាំងពីរនេះមិនស្ថិតនៅទីតាំងដើមនោះទេក្នុងកិច្ចពិភាក្សាពិសេសស្ដីពីការបោកបង្ខូចព្រំដែនបណ្ដោះអាសន្នដែលចេញផ្សាយនៅចុងសប្តាហ៍នេះលោកសិរីវរ៉ាមិនបានបញ្ជាក់ពីមូលហេតុអ្វីដែលបង្កទាំងពីរនេះត្រូវបានបោះខុសទីតាំងដើមនោះទេក្នុងពេលដែលរកឃើញក្នុងឆ្នាំ2008នោះលោកបញ្ជាក់ថាបង្គោលលេខ58និង59ដែលកំពុងមានបច្ចុប្បន្នគឺមិនស្ថិតក្នុងទីតាំងដើមទេភាគីទាំងពីរឯកភាពណាំជាបង្គោលមេតុងមួយលេខភូមិដែរដែលជំនួយពីបង្គោលនៅលើនៃជិតស្នៃនឹងហើយចំទីតាំងដើមទឹកប្រកបមិនមែនចំទីតាំងបង្គោលដែលមាននៅលើដីរថ្ងៃលេខ58និង59ហ្នឹងទេបាទហើយនៅថ្ងៃខាងមុខនេះគឺយើងអាចឯកភាពគ្នារំកិលអាទីតាំងដែលមានបង្គោលបច្ចុប្បន្នហ្នឹងប៉ុន្តែមិនស្ថិតនៅចំទីតាំងដើមហ្នឹងដើម្បីយើងមកដាក់ចំទីតាំងនៃមកឯកភាពនេះឡើងវិញលោកសិរីវរ៉ាថាការពិនិត្យបង្គោលព្រំដែននេះគឺធ្វើឡើងដោយយោងតាមឯកសារបារាំងសៀមឆ្នាំ1904ឆ្នាំ1907ព្រមទាំងកំណត់ហេតុបោះបង្គោលព្រំដែនឆ្នាំ1908 1909និងឆ្នាំ1919 1920ដែលជាឯកសារអន្តរជាតិទទួលស្គាល់ជាផ្លូវការកម្ពុជានិងថៃបានសម្រេចក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ52ដល់59លើផ្ទៃដីប្រវែងជាង8គីឡូម៉ែត្រនៅក្នុងខេត្តបាត់ដំបងកម្ពុជាជាប់ខេត្តចន្ទបុរីប្រទេសថៃកាលពីថ្ងៃទី8ខែវិច្ឆិកាកន្លងទៅក៏រហូតដល់ថ្ងៃទី26ខែវិច្ឆិកាក្រុមការងារបានបោះបង្គោលបណ្ដោះអាសន្នបានចំនួន166បង្គោលរួចហើយ